ឥឡូវនេះមកដល់កន្លែងដើរលេងមួយទៀតហើយប៉ុន្តែមិនមែនមកដើរលេងទេគឺមកជិះហេលីកូបទ័រមើលទេសភាពជុំវិញកោះហៃណាន់ទីក្រុងសាន់យ៉ារយៈពេលដែលខ្ញុំជិះនៅក្រុមហ៊ុនធួរដែលខ្ញុំដើរនេះគឺគេឲ្យ40វិនាទីទេដើម្បីជិះមើលទេសភាពនៅលើកោះទេសម្រាប់ការជិះហេលីកូបទ័រមួយនេះគឺមាន40វិនាទីនិងមាន1នាទីបងហ្គាយគាត់បានប្រាប់ដែរថាតម្លៃ1នាទីគឺជិះអស់ប្រហែលយន់ហើយខ្ញុំភ្លេចបាត់ហើយប៉ុន្តែនៅខាងធួរក្រុមហ៊ុនគឺបានចេញសម្បត្តិឲ្យស្រាប់ហើយចំពោះការជិះហេលីកូបទ័រនេះប៉ុន្តែចេញតម្លៃត្រឹមតែ40វិនាទីតែប៉ុណ្ណោះមួយវិញទៀតសម្រាប់ភ្ញៀវជិះហេលីកូបទ័រគឺត្រូវការគ្នា3នាក់ដោយខាងមុខម្នាក់និងខាងក្រោយ2នាក់40វិនាទីនៅហោមកខ្វាច់មកវិញមកមើលយន្តហោះគេហោមកខ្យល់បក់ទេមិនយន្តហោះគេហៅហេលីកូបទ័រខ្យល់ខ្លាំងណាស់មើលសក់ទៅខ្យល់ពេលដែលណាគ្នាដើរមកដល់កន្លែងហេលីកូបទ័រនេះគឺមានអ្នកមកសួរថាចង់ជួលថតអត់ខ្ញុំសុំទោសចំពោះវីដេអូនេះទៅកាន់ម្ចាស់ដើមនិងម្ចាស់ page ផងដែរសង្ឃឹមថានឹងអធិស្ឋានមកកាន់រូបខ្ញុំចំពោះការយកវីដេអូនេះមកបញ្យល់ទៅកាន់អ្នកទាំងអស់គ្នាដោយនេះបកទៅកាន់ការជួលថតវិញគឺគេដាក់កាមេរ៉ានៅក្នុងហេលីកូបទ័រហើយថតគ្នាយើងនៅក្នុងហ្នឹងហើយគេនឹងកាត់តជាមួយនឹងបរិយាកាសឬក៏ទេសភាពផ្សេងបន្ថែមដើម្បីមើលទៅឲ្យកាន់តែលយបន្ថែមទៀតចំពោះតម្លៃគឺខ្ញុំអត់ច្បាស់ទេតែបើតាមបងហ្គាយប្រាប់គេជួលថតហ្នឹងដូចជា198យន់ប៉ាម៉ាក់ខ្ញុំនិងប្អូនស្រីខ្ញុំគឺជិះហេលីកូបទ័រមួយហើយទាំងប៉ាទាំងម៉ាក់ថា40វិនាទីដឹងថតរូបតនអត់ទេខ្យល់ច្រើនបន្ទាប់ពីលេខរៀងប៉ារួចឥឡូវនេះដល់លេខរៀងខ្ញុំម្ដង